ចូលរក្សាមនុស្សដែលល្អនៅជិតខ្លួនអ្នកឲ្យបានច្រើនហើយចូលបោះបង់មនុស្សដែលមិនល្អចាចេញពីខ្លួនអ្នកឲ្យបានច្រើនបងប្អូនដឹងទេចាសម័យឥឡូវនេះចាបើអ្នកនរគ្នាខ្សែគប់អ្នកណាហើយដែលជាមនុស្សល្អគេហៅថាមិត្តល្អចាអ្នកនរគ្នាគួរតែខ្សែគប់ជាពិសេសជីវិតប្តីប្រពន្ធចាអញ្ចឹងជីវិតប្តីប្រពន្ធបើមែនតែនទៅមកដល់អាយុ30ជាងឬក៏40ជាងហ្នឹងចាគឺជាវ័យមួយដែលលែងប្រឡែងពេលវេលាហើយវ័យហ្នឹងគឺជាវ័យដែលត្រូវការក្តីស្រឡាញ់មែនតែនត្រូវការមើលថែមែនតែនត្រូវការ take care មែនតែនពីព្រោះវ័យហ្នឹងបងប្អូនដឹងទេចាគឺជាវ័យមួយដែលមានអារម្មណ៍ថាជីវិតរបស់មនុស្សយើងគឺផុយស្រួយខ្លាំងមែនតែនចាជីវិតរបស់មនុស្សយើងគឺផុយស្រួយចឹងខ្លាំងមែនតែនចឹងហើយអ្វីដែលជាក្តីស្រឡាញ់អ្វីដែលជាមេត្តាអ្វីដែលជាករណាត្រូវតែផ្ដល់ឲ្យគ្នាខឹងតិចតួចប្រឡែងចោលខឹងតិចតួចប្រឡែងចោលរឿងអីដែលមិនល្អយើងប្រឡែងចោលទៅចាទុករឿងអីដែលល្អចូលនៅក្នុងខ្លួនពីព្រោះមនុស្សម្នាក់វាអត់ដែលមានរឿងល្អគ្រប់10គ្រប់100ទេចាអញ្ចឹងជីវិតគូនៅពេលណាដែលយើងមានបញ្ហាវាមិនមែនតែមានមួយចំហៀងត្រូវមានបញ្ហាត្រូវទេចាគឺត្រូវតែមានសងខាងហើយទើបយើងនឹងវាមានបញ្ហាកើតឡើងមកអញ្ចឹងហើយដើម្បីឲ្យជីវិតរបស់គូរបស់យើងចាសពនិមិត្តចាគេហៅថាគូចិត្តគូនិស័យរបស់យើងនឹងកាន់តែល្អទៅកាន់តែមើលថែគ្នាបានល្អទៅអ្នកនរគ្នាកុំបោះបង់គ្នាហើយមានរឿងដូចខ្ញុំនិយាយចឹងមានរឿងតិចតួចត្រូវបោះចោលតើកាលណាយើងមានរឿងតិចតួចយើងយកចំក្នុងចិត្តមានរឿងតិចតួចយើងយកមកទុកក្នុងចិត្តរឿងតិចតួចយើងយកមកដាក់ក្នុងចិត្តយូរទៅខ្លាចទៅជាធូលីដីយូរទៅខ្លាចទៅជាទឹកខ្មៅយូរទៅខ្លាចជាកខ្វក់អញ្ចឹងកុំឲ្យអាយចិត្តរបស់យើងកខ្វក់យូរហើយជាធូលីដីនៅពេលដែលយើងមានបញ្ហាជាមួយនឹងគ្នាចាកុំនិយាយពាក្យខ្លាំងឬពាក្យកគ្រោះគេហៅថាកគោះបោះបោកដាក់គ្នានេះគឺជាហេតុផលមួយដែលជីវិតប្តីប្រពន្ធរស់នៅជាមួយនឹងគ្នាបានយូរហើយហេតុផលអ្វីដែលសំខាន់ជាងគេបងប្អូនដឹងទេចារស់នៅជាប្តីប្រពន្ធកុំមានអ្នកទី3ចាកុំមានអ្នកទី4រក្សាភាពស្មោះត្រង់ឲ្យប្តីឲ្យប្រពន្ធមនុស្សយើងពីរនាក់កាលណាដែលយើងរក្សាភាពស្មោះត្រង់ឲ្យគ្នាបានទៅវិញទៅមកអ្នកគ្នានឹងនៅជាមួយគ្នាយូរអង្វែងទៅអើយចាតែបើសិនជានៅពេលដែលម្លងពេលដែលយើងខឹងគ្នាយើងឆ្លោះគ្នាតែងតែទៅរកអ្នកទី3អ្នកទី4អ្នកគ្នាមិនយូរមិនឆាប់ទេគូស្នេហ៍នឹងបែកបាក់គ្នាចាចឹងមនុស្សនៅលើโลกនេះគ្មានអ្នកណាល្អគ្រប់10ទេចាសំខាន់អឺចង់និយាយថាជីវិតរបស់យើងគឺផុយមែនតែនចាបើសិនជាយើងមិនបានធ្វើល្អនៅក្នុងថ្ងៃហ្នឹងយើងមិនបានធ្វើល្អនៅក្នុងពេលហ្នឹងទេនៅពេលដែលយើងបាត់បង់ទៅអ្នកនរគ្នានឹងមានអារម្មណ៍ថាសោកស្ដាយអ្នកនរគ្នានឹងមានអារម្មណ៍ថាហេតុអ្វីត្រូវអត់ចាហេតុអ្វីសួរសំណួរថាហេតុអ្វីអញ្ចឹងកុំឲ្យសំណួរហេតុអ្វីនឹងកើតឡើងត្រូវបំពេញចាបំពេញបារមីឲ្យខ្លួនឯងនេះចាបំពេញក្តីស្រឡាញ់ចាបំពេញក្តីស្រឡាញ់បំពេញការមើលថែបំពេញករណាមុទិតាឧបេក្ខាចាឲ្យគ្នាទៅវិញទៅមកចានៅពេលដែលយើងបំពេញក្តីស្រឡាញ់យើងស្រឡាញ់គ្នាសពគ្រប់ចាទោះបីជាយើងបាត់នៅលើពិភពលោកនេះហ្នឹងទៅក៏យើងមានអារម្មណ៍ថាអូខេគ្រប់ក្តីស្រឡាញ់ទាំងអស់ចាសុទ្ធតែមានទៅមានមកតែសូមឲ្យក្តីស្រឡាញ់នេះជាក្តីស្រឡាញ់មួយដែលអមតៈនៅពេលដែលបាត់បង់ហើយទោះបីជាពេលស្ដាយក៏ពិតមែនមានអារម្មណ៍ថាជីវិតប្តីប្រពន្ធស្វីតក៏ហើយអីក៏ហើយដល់ពេលអញ្ចឹងមានអារម្មណ៍ថាមិនកើតទុក្ខចាពេលអញ្ចឹងមានអារម្មណ៍ថាអូនេះគេហៅថាជាជីវិត